ពាក្យថាប្រពន្ធល្អមិនមែនមានន័យត្រឹមតែជាអ្នកមើលការខុសត្រូវក្នុងផ្ទះប៉ុណ្ណោះទេប៉ុន្តែគឺជាដៃគូជីវិតដ៏សំខាន់បំផុតដែលជួយជ្រោមជ្រែងស្វាមីនិងកសាងសុភមង្គលក្នុងគ្រួសារយោងតាមទស្សនៈទូទៅនិងការអប់រំតាមបែបខ្មែរប្រពន្ធល្អគួរមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះ 1. ការផ្ដល់តម្លៃនិងគោរពគ្នាផ្ដល់កិត្តិយសដល់ស្វាមីមិនបង្អាប់ឬនិយាយដើមស្វាមីឲ្យអ្នកដទៃស្ដាប់ជាពិសេសនៅចំពោះមុខអ្នកក្រៅនិយាយផ្អែមល្ហែមប្រើសម្ដីទន់ភ្លន់យោគយល់និងចេះប្រើហេតុផលមកជជែកគ្នាជាការប្រើអារម្មណ៍ឆេវឆាវ 2. ការចេះរៀបចំទុកដាក់មេផ្ទះជាដរចំណានចេះរៀបចំបរិស្ថានក្នុងផ្ទះឲ្យមានសណ្ដាប់ធ្នាប់បរិភោគអាហារមានអនាម័យនិងគ្រប់គ្រងការចំណាយឲ្យបានសមរម្យមិនខ្ជះខ្ជាយការថែទាំកូនជាអ្នកផ្ដល់ភាពកក់ក្ដៅនិងអប់រំកូនឲ្យមានសីលធម៌ល្អ 3. ជាទីប្រឹក្សានិងជាកម្លាំងចិត្តចែករំលែកទុក្ខលំបាកនៅពេលក្បែរប្តីស្វាមីទាំងក្នុងពេលមាននិងពេលក្រព្រមទាំងផ្ដល់យោបល់ល្អៗនៅពេលស្វាមីមានបញ្ហាការងារឬបញ្ហាក្នុងចិត្តលើកទឹកចិត្តជាអ្នកជំរុញឲ្យស្វាមីមានស្មារតីតស៊ូនិងមានទំនុកចិត្តលើខ្លួនឯង 4. សីលធម៌និងភាពស្មោះត្រង់ភក្ដីភាពស្មោះត្រង់ចំពោះស្វាមីនិងគ្រួសារមិនមានចិត្តវិជ្ជរេទៅរកអ្នកដទៃការចេះអត់អន់យល់ថាគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយដូច្នេះការអត់អន់ចំពោះកំហុសតូចតាចគឺជាកលិះនៃសុភមង្គលចូលចងចាំថាសុភមង្គលគ្រួសារមិនមែនអាស្រ័យលើប្រពន្ធម្នាក់ឯងនោះទេគឺត្រូវការប្តីល្អដែលចេះស្រឡាញ់ផ្ដល់តម្លៃនិងការពារភរិយាវិញដូចគ្នាទើបជីវិតអាពាហ៍ពិពាហ៍រឹងមាំ